ហើយក៏តែងសួរសំណួរខ្លួនឯងថាអញ្ចឹងតើខ្ញុំត្រូវធ្វើម៉េចខ្ញុំអាចមានលុយសល់ច្រើនជាងហ្នឹងហើយខ្ញុំមានពេលវេលាដូចអ្នកដទៃសំណួរមួយហ្នឹងបានធ្វើឲ្យខ្ញុំគិតថាខ្ញុំត្រូវទៅរកវិធីពេលដែលខ្ញុំរកវិធីគឺខ្ញុំបានអានសភៅមួយគេប្រាប់ថាអញ្ចឹងបើចង់មានលុយច្រើនចង់ខ្លាចជាអ្នកមានតើតើមានចំណេះដឹងផ្នែកហិរញ្ញវត្ថុខ្ញុំថាអញ្ចឹងរៀនបញ្ញាបត្រចប់មួយហើយត្រូវតែរៀនថែមមួយទៀតមែនចាអរគុណច្រើនមែនតើដែលថ្ងៃនេះផ្ដល់ឱកាសឲ្យខ្ញុំបានចូលរួមការចែករំលែកនៅក្នុង Cash Flow Connect តាមពិតទៅតើតើ Cash Flow ខាង PM ខ្ញុំដំបូងគឺខ្ញុំសូមអរគុណដំបូងគេហៅ grateful ជាងគេគឺបងអាឡៃហើយនឹងលោកគ្រូតែម្ដងហើយនឹងតមកគឺ team ដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានចូលទៅធ្វើជា facilitator ហ្នឹងនៅក្នុងខ្ញុំអត់ចាំឆ្នាំទេ review ពេកទេភ្លេចនៅពេលដែលខ្ញុំបានចូលទៅកម្មវិធីខ្ញុំគ្រាន់តែជាអ្នកលេងក្នុងរូបភាពបែបផ្សេងតែពេលខ្ញុំបានចូលរួមស្របស្រួលខ្ញុំបានស្វែងយល់បន្ថែមពីអ្នកលេងនៅក្នុងលើតុវិញហេតុផលអីដែលខ្ញុំត្រូវទៅចូលកម្មវិធី Cash Flow វាមានហេតុផលវាអញ្ចឹងខ្ញុំសូមណែនាំខ្លួនខ្ញុំពីដើមទីគឺជាអ្នកធ្វើការជាបុគ្គលិកនៅក្នុង clinic មួយហើយនៅពេលដែលយើងធ្វើការគឺយើងទទួលបានប្រាក់ខែនៅពេលដែលយើងមានគ្រួសារយើងតែងតែមានគេហៅទម្លាប់ណាប្រពៃណីរបស់យើងគឺមានគ្រួសារយើងត្រូវមានផ្ទះយើងដើម្បីជាក្រុមគ្រួសាររបស់យើងតែនៅពេលដែលយើងមានផ្ទះបាទជាបំណុលរបស់យើងដោយសារការដែលទទួលបានផ្ទះនោះវាមិនមែនជាគេហៅថាយើងត្រូវខ្ចីធនាគារទៅទិញផ្ទះហ្នឹងនៅពេលដែលយើងចាប់ដើមសកម្មភាពបែបហ្នឹងធ្វើឲ្យយើងរស់នៅមានប្តីមានកូនមានគ្រួសារមែនប៉ុន្តែបែរជាមានបំណុលនៅពេលដែលយើងមានបំណុលយើងសួរខ្លួនយើងថាអញ្ចេះត្រូវធ្វើម៉េចដើម្បីដោះបំណុលហ្នឹងត្រូវធ្វើម៉េចរកប្រាក់ចំណូលប្រចាំថ្ងៃឲ្យបានដើម្បីទប់ទល់នឹងបំណុលមួយហ្នឹងដំបូងទីយើងចង់បានវាហើយដល់ពេលយើងចង់បានវាពេលបានហើយសុបាយតែមួយរយៈពេលទេតែដល់ពេលយើងមិនដេកទូទុកនៅបំណុលប្រចាំខែហើយជាទូទៅប្រាក់ខែធម្មតាបងប្អូនអរគ្នាដឹងហើយវាអត់ដែរបានលើសលប់សល់ទេអញ្ចឹងដល់ពេលដែលមានបំណុលគឺយើងបានយកច្បាក់មួយមកតាក់តកយើងហើយនៅសល់ដៃពីរជើងពីរឯងអញ្ចឹងពីរទៀតត្រូវចំណាយពេលវេលាមើលថែកូនតែពីរទៀតត្រូវប្រឹងរត់អញ្ចឹងពីអ្នកប្តីប្រពន្ធត្រូវរត់ទាំងអស់ហើយក៏តែងសួរសំណួរខ្លួនឯងថាអញ្ចឹងតើខ្ញុំត្រូវធ្វើម៉េចខ្ញុំអាចមានលុយសល់ច្រើនជាងហ្នឹងហើយខ្ញុំមានពេលវេលាដូចអ្នកដទៃសំណួរមួយហ្នឹងបានធ្វើឲ្យខ្ញុំគិតថាខ្ញុំត្រូវទៅរកវិធីពេលដែលខ្ញុំរកវិធីគឺខ្ញុំបានអានសភៅមួយគេប្រាប់ថាអញ្ចឹងបើចង់មានលុយច្រើនចង់ខ្លាចជាអ្នកមានតើតើមានចំណេះដឹងផ្នែកហិរញ្ញវត្ថុខ្ញុំថាអញ្ចឹងរៀនបញ្ញាបត្រចប់មួយហើយត្រូវតែរៀនថែមមួយទៀតមែនព្រោះយើងអត់រៀនគណនេយ្យហើយដល់ពេលហើយអត់ដឹងថាពីហិរញ្ញវត្ថុហ្នឹងវាមានអត្ថន័យបែបម៉េចទេក៏ចែកដល់អីទៅជួបលោកគ្រូអ្នកគ្រូទៅលោកគ្រូអ្នកគ្រូហ្នឹងហើយគាត់ណែនាំតាក់ទងកម្មវិធីហ្នឹងឲ្យខ្ញុំចូលរួមកម្មវិធីហើយខ្ញុំធម្មតាមុនចូលរួមកម្មវិធីយើងមើល appearance របស់បុគ្គលដែលណែនាំហ្នឹងតើគាត់ជាបុគ្គលបែបម៉េចយើងមើលឃើញថាភាពសុចរិតភាពរបស់គាត់មាននៅក្នុងការណែនាំមួយហ្នឹងវាខុសពីកន្លែងដទៃដល់ពេលអញ្ចឹងខ្ញុំក៏ចូលរៀនដល់ពេលខ្ញុំចូលរៀនខ្ញុំក៏ស្វែងយល់ថាអូលេង cash flow ហិរញ្ញវត្ថុនឹងគឺកម្មវិធីលេងហ្គេមហ្នឹងហើយដល់ពេលខ្ញុំចូលដំបូងខ្ញុំក៏ចាប់អារម្មណ៍ថាមុនចូលកម្មវិធីគឺលោកគ្រូក៏តែងបើកផ្នត់កំណត់យើងហើយដល់ពេលយើងកំពុងតែរកវាជួបតែអាផ្នត់កំណត់ដែលបើកហ្នឹងបើកឲ្យយើងឆ្ងល់ទៀតដើម្បីដើរដល់ចំណុចហ្នឹងបានលុះត្រាតែយើងលេងឈ្នះ board game ហ្នឹងអូចុះលេងគ្រាន់តែលេងបើកស្លឹកបៀចុះឡើងហ្នឹងមានអីពិបាកតែដល់ពេលយើងលេងចាក់ស្ដែងវាអត់ដូចអ្វីដែលយើងគិតទេដល់ពេលលេងទៅយើងចាប់ផ្ដើមឆ្ងល់ថាចុះមិនបានយើងសតតែប្រាក់ខែហើយជួនកាលឌូដេតទៀតជួនកាលដាប៉ះចំណល់ទៀតជួនកាលអីចំណាយអីផ្សេងទៀតអត់សល់លុយហើយដល់ពេលលេងហ្នឹងទៅធម្មតានៅក្នុងក្រុមវាមានការចែកម្លែកម្ដងម្នាក់ណាគេសល់លុយបានសល់លុយលើកទី1ឆ្ងល់មកគេធ្វើមិនបានសល់លុយច្រើនតែលេងម្ដងទៀតលេងពីម្ដងទៅម្ដងចាប់ផ្ដើមយល់ល្អតាមពិតអានេះជាដំណើរផ្លូវដែលខ្ញុំធ្វើរាល់ថ្ងៃជាបុគ្គលិកគេធ្វើការបានប្រាក់ខែបានប្រាក់ខែចាយគ្រាន់អត់សុខចិត្តដល់ពេលវគ្គចុងក្រោយមួយទៀតខ្ញុំបានឃើញបងស្រីម្នាក់ដែលគាត់លេងសល់លុយច្រើនគាត់ឡើងចែករំលែកពីបទពិសោធន៍គាត់ថាគាត់ហ៊ានសម្រេចចិត្តក្នុងការទិញផ្ទះដោយចូលហ៊ុនជាមួយគេពេលហ្នឹងគាត់ធ្វើឲ្យគាត់សល់លុយអញ្ចឹងខ្ញុំស្វែងយល់ថាអូតាមពិតការលេង cash flow គឺជាបទពិសោធន៍មួយដែលយើងទៅជួបបុគ្គលជាច្រើនដើម្បីស្ដាប់ពីការចែករំលែកបទពិសោធន៍ហើយនឹងរៀនពីពួកគាត់ពេលហ្នឹងខ្ញុំនៅបន្តនិយាយរួមខ្ញុំរៀនច្រើនខ្ញុំរៀន cash flow ច្រើនវគ្គមែនតើជាមួយលោកគ្រូហើយដល់ពេលខ្ញុំបានយល់ខ្លះខ្ញុំយកចំណេះហ្នឹងទៅអនុវត្តពេលខ្ញុំអនុវត្តជាក់ស្ដែងដឹងខ្ញុំធ្វើអីបងប្អូនគ្នាយើងមានបំណុលផ្ទះមួយណាយើងទិញផ្ទះមួយទៀតទៅទិញផ្ទះមួយទៀតក្នុងខេសហ្នឹងគឺសម័យកាលហ្នឹងគឺបងមលោះ
ហ៊ានទិញផ្ទះមួយទៀតហើយបបួរបងអូនទិញផ្ទះមួយទៀតហ្នឹងតាមបទពិសោធន៍លេង cash flow ដោយសារបងស្រីហ្នឹងជោគជ័យបបួរគ្នាក្នុងក្រុមហ្នឹងក៏ទិញផ្ទះហើយគាត់លក់ទៅចំណេញបានលុយហើយយើងក៏ទៅបបួរបងប្អូនទិញផ្ទះដូចគ្នាឱកាសមើលឃើញឱកាសណាគិតថាវាជាទ្រព្យហើយដល់ពេលហើយចាប់ដាក់បងមួយខែពីរខែទៅចង់ដូចរៀងតឹងជាងមុនទៀតរត់មកវិញលោកគ្រូខ្ញុំធ្វើអញ្ចឹងចេះដល់ពេលហើយគាត់ថាអញ្ចឹងបងអត់ទាន់លេង cash flow ស៊ីជម្រៅទេបងលេងទៀតដល់ពេលលេងទៀតមកដឹងថាអូអានេះមិនមែនជាទ្រព្យទេគឺបំណុលយើងយល់ច្រឡំវានៅក្នុងហ្នឹងហើយពេលហ្នឹងត្រូវបញ្ញាប់ដោះខ្លួនឲ្យលឿនតែដល់ខ្ញុំដោះខ្លួនលឿនហើយខ្ញុំដោះបានមែនខ្ញុំប្រើពេល3ខែខ្ញុំដោះផ្ទះនឹងបានខ្ញុំសម្រាប់ចិត្តចូលរៀនមួយលោកគ្រូមួយទៀតក្នុង session មួយគឺលេងលក្ខណៈ cash flow private លក្ខណៈ6សប្តាហ៍ដោយបងម្លាយនិយាយចឹងដើម្បីចង់ចេះវាឲ្យលឿនថាបើចេះអាហ្នឹងលឿនខ្ញុំប្រកាសជាយល់ដឹងពីផ្នែកហិរញ្ញវត្ថុខ្ញុំអាចធ្វើឲ្យបានដែរពេលចេះហើយខ្ញុំមានចំណេះដឹងទម្លាប់ផ្នត់គំនិតសមត្ថភាពមួយគេហៅថាពង្រឹងផ្លូវចិត្តខ្លួនឯងដើម្បីយកឈ្នះភាពភ័យខ្លាចខ្ញុំចាប់ផ្ដើមធ្វើការ invest ជាមួយនឹងការបាក់ហាងកាហ្វេអញ្ចឹងយើង invest ទៀតណាលេងទៀតណាចាប់ផ្ដើមលេងហើយអនុវត្តណាអនុវត្តសួរថាមានមកពិសោធន៍អត់មានជួបអត់ចេះអត់យល់អត់ដឹងពីវិស័យហ្នឹងទៅ invest ខាត់លុយទៀតអូខេអត់អីមកពិសោធន៍អញ្ចឹងមកជួបលោកគ្រូទៀតណាលោកគ្រូថាដើម្បីឲ្យផ្លាស់ប្ដូរដំណើរជីវិតហ្នឹងឲ្យរកប្រាក់ចំណូលបន្ថែមធ្វើម៉េចឲ្យប្រាក់ចំណូលគុណនឹង2គុណនឹង3ឬក៏យើងរកប្រាក់ចំណូលរយៈពេល5ឆ្នាំឲ្យនៅសល់ត្រឹម1ឆ្នាំគិតទៀតថាត្រូវធ្វើម៉េចរៀនទៀតតាមរៀនមួយលោកគ្រូទៀតពី cash flow មួយវគ្គទៅវគ្គរហូតឡើង level ហើយឡើង level កាន់តែយល់ដឹងច្រើនហើយមាន team លេងមាន group លេងផ្សេងភាសាគ្នាអញ្ចឹងខ្ញុំសម្រាប់ចិត្តឈប់ធ្វើការសួរថាហេតុអីបានខ្ញុំសម្រាប់ចិត្តឈប់ធ្វើការព្រោះសម្ដីដែលលោកគ្រូគាត់និយាយមកថាបើសិនជាយើងចង់រកប្រាក់ចំណូលគុណយើងត្រូវតែមានឱកាសបរិយាការលក់របស់យើងឬក៏ឱកាសការងាររបស់យើងដែលខ្ពស់អញ្ចឹងសម្រាប់ខ្ញុំចំណេះដឹងរបស់ខ្ញុំមិនអាចសុំមេឡើងប្រាក់ខែលឹះហ្នឹងទេអញ្ចឹងខ្ញុំមានតែសម្រាប់ចិត្តធ្វើការហើយខ្ញុំក៏សួរលោកគ្រូថាខ្ញុំធ្វើការមិនលោកគ្រូខ្ញុំរកស៊ីមិនបើខ្ញុំមានលុយផងហ្នឹងលុយអត់មានទេគាត់ថាសួរត្រឡប់ទៅវិញថាតើយើងមានដើមទុនអ្វីដែលនៅក្នុងខ្លួនយើងមានស្រាប់ដើម្បីទៅបង្កើតអាជីវកម្មដោយខ្លួនឯងបានខ្ញុំអត់មានអីទាំងអស់អញ្ចឹងខ្ញុំមានចំណេះនឹងបបពិសោធន៍តែប៉ុណ្្នឹងឯងហើយបន្ទាប់មកនឹងភាពក្លាហានរបស់ខ្ញុំដែលខ្ញុំអាចចរចាជាមួយនឹងការងាររកស៊ីហ្នឹងពេលនោះខ្ញុំជួបឱកាសមួយគឺមេខ្ញុំគាត់ចង់បរិក្សាខាបើ clinic ដល់ពេលអញ្ចឹងខ្ញុំចាប់ដាក់ deal កន្លែងហ្នឹងហ្មងខ្ញុំថារៀនច្រើនណាស់អនុវត្តច្រើនណាស់សាក់ចរចាមកតង់ណាដល់ពេលខ្ញុំចរចាមួយគាត់គាត់ថាអូខេគាត់ចង់បង្កើត small cabinet ប្រហែលបន្ទប់ពិគ្រោះទូចដើម្បីរកប្រាក់ចំណូលបន្ថែមអញ្ចឹងខ្ញុំនៅ operation បាទខ្ញុំនៅមើលការខុសត្រូវខ្ញុំអ្នករៀបចំគាត់អ្នកតម្លាក់ទុនព្រោះយើងអត់មានលុយតែយើងមានចំណេះយើងមានជំនាញអញ្ចឹងខ្ញុំធ្វើការងារហ្នឹងមួយរយៈពេលយើងក៏ទទួលបានប្រាក់ចំណូលហើយបូករួមនឹងទម្លាប់ដែលយើងរៀន cash flow ជាមួយនឹងបទពិសោធន៍មួយថាអន្សំមុនចាយអញ្ចឹងអន្សំមុនចាយហ្នឹងធ្វើឲ្យខ្ញុំអាចសំរហូតតើខ្ញុំអាចទិញផ្ទះទិញមានលុយទិញដីស្រែដែលអាចឲ្យប៉ាម៉ាក់ខ្ញុំធ្វើស្អីហើយខ្ញុំអាចមានលុយដើម្បី renovate ផ្ទះខ្ញុំតែខ្ញុំរស់នៅខ្ញុំថាអត់ត្រូវចំណាយផ្ទះមួយដែលមានបំណុលអត់មានចំណូលអញ្ចឹងឯងខ្ញុំទៅ renovate វាធ្វើជាបន្ទប់ជួលជាផ្ទះជួលមួយចំហៀងទៀតអញ្ចឹងខ្ញុំអត់នៅធំទេខ្ញុំអត់នៅស៊ីវិល័យខ្ញុំបរួមការរស់នៅរបស់ខ្ញុំហើយខ្ញុំបង្កើតប្រាក់ចំណូលចេញពីផ្ទះខ្ញុំមួយផ្នែកទៀតអញ្ចឹងខ្ញុំទទួលបានប្រាក់ចំណូលនៅពេលដែលខ្ញុំទទួលបានប្រាក់ចំណូលពីប្រភពខ្ញុំមានលទ្ធភាពបង់ធនាគារធូរជាងមុនបន្ទាប់ពីខ្ញុំដើរមួយរយៈពេលក្រោយទៀតបូករួមនឹងលុយសន្សំរបស់ខ្ញុំហ្នឹងខ្ញុំមានដើមទុនតិចតួចអានេះជាបទពិសោធន៍ដែលខ្ញុំរៀននៅពេលដែលខ្ញុំរៀន cash flow គឺខ្ញុំមើលឃើញឱកាសគោលដៅរបស់ខ្ញុំត្រូវតែមានការ invest មាន cash flow មាន cash on hand ប្រចាំខែប្រចាំសប្តាហ៍ប្រចាំថ្ងៃនេះជាអ្វីដែលខ្ញុំរៀនបានបន្ទាប់មកខ្ញុំក៏ចរចាមួយមេខ្ញុំទៀតថាខ្ញុំចង់ផ្ដាច់កន្លែងហ្នឹងដើម្បីជាកម្មសិទ្ធិអាហ្នឹងគេហៅចូលទិញហ៊ុនគាត់ចឹងណាគាត់ថាអត់អីទេគាត់អនុញ្ញាតដោយសារគាត់មើលគាត់អាចផ្ដល់ឱកាសឲ្យយើងបានហើយគាត់ទួយើងថាតើយើងមានលទ្ធភាពចូលមួយគាត់អត់ខ្ញុំថាខ្ញុំមានតាមពិតខ្ញុំអត់មានទេមានតិចតួចបំផុតខ្ញុំក៏សម្រេចចិត្តមួយគ្រួសារខ្ញុំថាតោះចឹងយើងខ្ចីធនាគារមួយក្តឹងទៀតហើយទោះបីយើងចិត្តដាច់យើងខ្ចីថែមមួយក្តឹងទៀតទៅលើកហ្នឹងខ្ញុំជឿជាក់ថាវាមិនមែនជាបំណុលទេវាជាទ្រព្យហើយអីបានខ្ញុំជឿជាក់បែបហ្នឹងវាជឿជាក់លើចំណេះអញ្ចឹងដែលយើងរៀនហ្នឹងណាហានិភ័យ ROI វាខ្ពស់ដែរគេហៅថាកន្លែងគេរកចំណូលបានហើយឱកាសបរិយាច្រើនធំអញ្ចឹងប្តីយើងធ្វើការនៅនឹងទៀតអញ្ចឹងវាត្រូវតែអាចទៅរួចហើយអត់បញ្ហាទេពេលអញ្ចឹងROIខ្ពស់ខ្ញុំក៏សម្រេចចិត្តដាក់ទុនមួយគាត់ចូលហ៊ុនជាមួយគាត់ 3% នៅលើសាខាធំហើយនឹងចរចាផ្ដាច់កន្លែងនៅកន្លែងដែលយើងគ្រប់គ្រងហ្នឹងអញ្ចឹងគាត់ផ្ដល់ឱកាសឲ្យយើងអូខេកន្លែងដើមទុនទាំងប៉ុន្មានគាត់ឲ្យយើងបង់លួស
អញ្ចឹងមកជាភាពជោគជ័យដែលខ្ញុំទទួលបានក្នុងការដែលខ្ញុំយកបបពិសោធន៍ដែលហ៊ានចរចាហ៊ានលេងនៅលើតុក cash flow ព្រោះពេលខ្ញុំចូលលេងដំបូងគឺខ្ញុំមកហ៊ានបើកប្រាក់ខែចាំបើកការទៀតបានកូនបើកប្រាក់ខែឌូដេតបើកប្រាក់ខែជួសជុលផ្ទះអីទិញ stock ជួនកាល stock ទិញហើយអត់បានលក់ទៀតហើយដល់ពេលខ្ញុំលេងយូរទៅខ្ញុំក៏ចាប់ផ្ដើមហ៊ានចរចាសមត្ថភាពចរចាអាហ្នឹងគឺខ្ញុំចាប់ផ្ដើមបង្កើនម្ដងតិចតាមរយៈខ្ញុំទៅចរចាជាមួយថ្នាក់ដឹកនាំខ្ញុំតែម្ដងក្រោយមកក៏ទទួលបានជោគជ័យបន្ទាប់ពីក្រោយពីយើងចូលហ៊ុនសំនិយាយរួមគឺនៅតកោការមួយសំមុនចាយហើយខ្ញុំកំណត់នៅការចំណាយរបស់ខ្ញុំប្រចាំថ្ងៃរាល់ថ្ងៃចុងខែខ្ញុំសរុបខ្ញុំមើល balance របស់ខ្ញុំជារៀងរាល់ខែនៅពេលដែលខ្ញុំដឹងថាចំណូលរបស់ខ្ញុំធ្លាក់ចុះការចំណាយរបស់ខ្ញុំនៅថេរខ្ញុំត្រូវគិតថាខ្ញុំត្រូវធ្វើម៉េចបន្តទៀតអានេះគឺជាបទពិសោធន៍ដែលខ្ញុំរៀនបានពី cash flow ហើយឥឡូវដល់ពេលបច្ចុប្បន្នអ្វីដែលខ្ញុំទទួលបានគេហៅថាតាមគោលដៅដែលខ្ញុំបាន set នៅពេលដែលខ្ញុំចូលរៀនមួយលោកគ្រូតាក់ទងនឹង mastery តាក់ទងនឹងមានវគ្គជាច្រើនដែលខ្ញុំចូលរៀនមួយគាត់ព្រោះទិសដៅខ្ញុំចូលរៀនមួយគាត់ដំបូងគឺខ្ញុំចង់ដឹងពីរឿងលុយទេប៉ុន្តែនៅពីក្រោយលុយគឺមានរឿងជាច្រើនដែលយើងត្រូវ transform ទាំងផ្លូវចិត្តទាំងស្មារតីភាពភ័យខ្លាចនិងហៅផ្លាស់ប្ដូរការគិតរបស់យើងហើយផ្លាស់ប្ដូរការគិតនេះខ្ញុំពេលដែលខ្ញុំរៀនភ្លាមខ្ញុំអត់ទាន់ចេះទេប៉ុន្តែដំណើរជីវិតដែលខ្ញុំថយមកក្រោយវិញខ្ញុំមកមើលគឺខ្ញុំបានបបពិសោធន៍ចេញពីការដែលខ្ញុំលេងហើយខ្ញុំមាន mindset ការគិតចេញពីការខ្ញុំចូលរួមក្នុង cash flow នឹងឯងឥឡូវនេះយើងអាចកម្រិតបានគោលដៅរបស់យើងទី1យើងមានការវិនិយោគមួយដែលមានរយៈពេលយូរសម្រាប់ទិសដៅកូនរបស់ខ្ញុំ3នាក់ទី2យើងមានការវិនិយោគលើ stock មាសយើងមាន saving យើងមានប្រាក់ចំណូលប្រចាំថ្ងៃហើយយើងមាន cash ខ្លះសម្រាប់ធ្វើការដោះដូរផ្សេងអញ្ចឹងវាជាលទ្ធផលដែលខ្ញុំទទួលបានហើយអ្វីដែលខ្ញុំនៅតែបន្តមួយ PM ទី1គឺខ្ញុំជឿជាក់ហ្មងថាបើខ្ញុំធ្លាក់ខ្លួនខ្ញុំរកកន្លែងរៀនអត់ឃើញខ្ញុំបើខ្ញុំពេលខ្លះយើងតល់យើងអត់ដឹងធ្វើម៉េចចូលទៅរៀនមួយ PM វិញព្រោះ PM ជាកន្លែងមួយដែលផ្ដល់វិធីសាស្ត្រឲ្យយើងរកឃើញខ្លួនយើងជាកន្លែងមួយដែលផ្ដល់ឲ្យយើងនឹងផ្លាស់ប្ដូរការគិតហើយយើងស្វែងរកខ្លួនយើងឃើញឲ្យតែយើងព្រមធ្វើខ្លាចតែយើងអត់ធ្វើទេធ្វើដឹងតែបានទេនេះគឺជាលទ្ធផលដែលខ្ញុំទទួលបានហើយនឹងជាហេតុផលដែលខ្ញុំត្រូវទៅនៅតែបន្តរៀនជាមួយលោកគ្រូហើយនឹងអរគុណលោកគ្រូមែនតើសម្រាប់ការសួរសំណួរចាក់ដោតហើយឈឺចាប់បំផុតដើម្បីខ្ញុំអាចផ្លាស់ប្ដូរខ្លួនឯងអរគុណច្រើនបងចាអរគុណច្រើនបងការចែករំលែកពោពេញអត្ថន័យចាដំណើរផ្លូវដ៏វែងឆ្ងាយរៀនហើយយកទៅអនុវត្តហើយមកជួបគ្រូទៀតចាខ្ញុំចាំថាការតែ cash flow coaching បងកាលនោះទិញផ្ទះច្រើនអនុវត្តយក cash flow ទិញផ្ទះជួលគេថាផ្ទះជាទ្រព្យចាអនុវត្តភ្លាមធ្វើភ្លាមអត់ចាំយូរទេកាលនោះគ្រាន់តែដឹងថានឹងជា cash flow ឱកាសមានដើមទុនតិចតួចក្នុងខ្លួនមានគឺដាក់ទៅតែហ្មងតែពេលមកជួបម្ដងទៀតអានឹងមិនមែនទ្រព្យទេអានឹងគឺបំណុលមានថាចំណូលគឺបានមកពីការជួលផ្ទះអូខេទិញផ្ទះជួល flat តែបកមកវិញថាលោក Robert និយាយថា asset គឺលុយចូលកប៉ាល់ហើយបំណុលគឺយកលុយចេញពីកប៉ាល់ដល់ពេលទិញផ្ទះដាក់ជួលហ្នឹងលុយចេញពីកប៉ាល់រហូតហ្នឹងអត់បាន cash flow ផងចាអរគុណច្រើនបងការចែករំលែកហើយខ្ញុំជឿជាក់ថាបងប្អូននៅទីនេះបានអីមួយពីការចែករំលែករបស់បងសវណ្ណរីពីដំណើរផ្លូវដែលគាត់បន្តនៅការសិក្សារៀនសូត្រយកទៅអនុវត្តហើយគាត់នៅតែបន្តនៅការសិក្សារៀនសូត្របន្ថែមទៀតរហូតមកដល់បច្ចុប្បន្នហើយឃើញថាគាត់ផ្លាស់ប្រែពីការដែលគាត់នៅជាបុគ្គលិករហូតមកដល់គាត់មានជាអាជីវកម្មខ្លួនឯងហើយអីមួយដែលគាត់ចាប់បានពីការលេងហ្គេមព្រោះនៅក្នុងលេងហ្គេមខ្ញុំចាប់អារម្មណ៍អ្វីដែលគាត់គឺការចរចាបងប្អូនទាំងអស់គ្នាដែលធ្លាប់ចូលរួមនៅក្នុងកម្មវិធីយើងឃើញថាហ្គេមគឺយើងមានឱកាសគឺតែងតែយើងធ្វើឲ្យយើងមានការចរចាអញ្ចឹងជាមួយគ្នាទៅវិញទៅមកហើយជាមួយប្រភេទមនុស្សផ្សេងគ្នាទៀតអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាបន្តលេងហ្គេមអញ្ចឹងយើងជួបជាមួយមនុស្សផ្សេងគ្នាអញ្ចឹងយើងអ្នកខ្លះអាចជួបជាមួយនឹងម្ចាស់អាជីវកម្មឬក៏គាត់ជាខាងអចលនទ្រព្យឬខាងអីចឹងតែថាតែយើងនៅក្នុងហ្គេមយើងមានថាដូចជីវិតពិតតែយើងប្រើលុយกระดาษនៅលើហ្គេមអញ្ចឹងបន្ទាប់ពីលេងហ្គេមគាត់យកចំណេះដឹងហ្នឹងយកទៅ apply ក្នុងជីវិតជាក់ស្ដែងរបស់គាត់ទៅចរចាមួយមេ